កម្ពុជាចិនជំរុញពន្លឿនគម្រោងស្ដារផ្លូវជាតិលេខ3វាលរិញនិងគម្រោងអាទិភាពធំចំនួន3ទៀតកាលពីព្រឹកថ្ងៃទី30ខែមិថុនាឆ្នាំ2026កន្លងទៅឯកឧត្តមស៊ុនច័ន្ទថុលឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី1នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាកអកបានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយលោកឆេនឆៅដងប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ CIDCA ដើម្បីជំរុញនិងពន្លឿនហិរញ្ញប្បទានលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជាលទ្ធផលសំខាន់ៗនៃជំនួបពិភាក្សារួមមានគម្រោងស្ដារផ្លូវជាតិលេខ3តំបន់វាលរិញត្រូវដាក់ជាអាទិភាពភាគីទាំងពីរបានឯកភាពជំរុញនីតិវិធីស្ដារកំណត់ផ្លូវប្រវែង20គីឡូម៉ែត្រដែលតែងតែរងការខូចខាតដោយសារបញ្ហាដីស្អុយខាងក្រោមឲ្យបានឆាប់រហ័សឯតាមការសិក្សាបច្ចេកទេសការសាងសង់តម្រូវឲ្យប្រើប្រាស់វិធីសាស្ត្រពិសេសរួមមានកំណត់5គីឡូម៉ែត្រត្រូវវាយសសរគ្រឹះឲ្យដល់ជម្រៅ18ម៉ែត្រកំណត់15គីឡូម៉ែត្រទៀតប្រើវិធីទម្លាក់សេរីទម្ងន់200តោននិងវិធីកាយពង្រឹងគ្រឹះចាក់បេតុងដើម្បីធានាភាពរឹងមាំយូរអង្វែងក្រៅពីនេះភាគីទាំងពីរក៏បានជជែកដេញដោលនិងសម្រេចលទ្ធផលលើគម្រោងអាទិភាពចំនួន3ផ្សេងទៀតរួមមានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ Funan Decho ទីភ្នាក់ងារ CIDCA របស់ចិនបានប្រកាសគាំទ្រជាផ្លូវការលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្ដោយព្រែកជីកតាមរយៈការផ្ដល់ឥណទានសម្បទានគណៈភាគីកម្ពុជាបានស្នើឲ្យជួយពន្លឿននីតិវិធីអនុម័តឲ្យបានឆាប់គម្រោងផ្លូវជាតិលេខ7គម្រោងធ្វើឲ្យប្រសើរឡើងកំណត់ផ្លូវពីខេត្តក្រចេះទៅខេត្តស្ទឹងត្រែងគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ស្ថិតនៅក្នុងខេត្តព្រះសីហនុ